សិនជាអ្នកកំពុងតែទស្សនាវីដេអូនេះតម្លៃមាសបានហប់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រគឺតម្លៃ$4000ក្នុង1អោនគឺជាតម្លៃដែលខ្ពស់បំផុតនៅក្នុងឆ្នាំ2025នេះប៉ុន្តែកំទាន់អាចសប្បាយចិត្តជាមួយនឹងតម្លៃមាសឡើងថ្លៃព្រោះមាសកំពុងតែបញ្ចេញសញ្ញាអ្វីមួយដែលកំពុងប្រាប់យើងអំពីហេតុការណ៍អ្វីមួយដែលកំពុងតែមកដល់មាសគឺជាកញ្ចក់ឆ្លុះបញ្ចាំងនៃភាពភ័យខ្លាចរបស់ពិភពលោករាល់ពេលដែលវាប៉ះចំណុចកំពូលវាតែងតែមានវិបត្តិធំៗមកតាមក្រោយជានិច្ចតួយ៉ាងដូចជានៅក្នុងឆ្នាំ1880មាសហក់ដល់តម្លៃ$850មុនអតិផរណានិងការប្រាក់ហក់ដល់20%នៅក្នុងឆ្នាំ2008មាសហក់ឡើងខ្ពស់មុនពេលការដួលរលំ Lehman Brothers និងវិបត្តិហិរញ្ញវត្ថុសកលនៅក្នុងឆ្នាំ2011មាសបំបែកកំណត់ត្រា$1900មុនវិបត្តិបំណុលអឺរ៉ុបមិនមានលើកណាដូចជាលើកនេះទេដែលតម្លៃមាសឡើងហួស$4000គឺជាតម្លៃដែលគួរឲ្យភ័យខ្លាចសម្បើមមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រតើវាគឺជាការព្រមានអំពីអ្វីវាអាចជាសង្គ្រាមដែលរាលដាលភាពចលាចលទីផ្សារឥណទានឬក៏រលកអតិផរណាថ្មីដែលគ្មាននរណាអាចទប់ស្កាត់វាបានតែរឿងដ៏ធំបំផុតគឺជាការភ័យខ្លាចលើតម្លៃប្រាក់ដុល្លារមនុស្សនាំគ្នាសម្រុកកាន់កាប់មាសគឺមានន័យថាពួកគេលែងទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុបែបប្រពៃណីមិនមែនថាធនាគារភាគហ៊ុនឬសូម្បីតែប្រាក់កណ្ដាស់ដែលធ្លាប់ជឿទុកចិត្តពេញមួយជីវិតរបស់ពួកគេទេមាសកំពុងតែឆ្លុះបញ្ចាំងពីការពិតដែលគ្មាននរណាចង់និយាយពីយុគសម័យនៃដុល្លារជាស្ដេចកំពុងតែឈានដល់ទីបញ្ចប់បន្តិចម្ដងប្រទេសដូចជាចិនឥណ្ឌារុស្ស៊ីសុទ្ធតែដឹងច្បាស់អំពីរឿងនេះពួកគេមិនពឹងផ្អែកលើការសន្យារបស់នរណាម្នាក់ឡើយចិនមិននិយាយត្រង់ៗថាពួកគេកំពុងតែធ្វើអ្វីទេតែមាសនៅក្នុងឃ្លាំងរបស់ពួកគេនិយាយជំនួសហើយពួកគេកំពុងបង្កើតទុនបម្រុងថ្មីយ៉ាងលឿនបំផុតក្នុងប្រវត្តិសាស្ត្រដែលមិនពឹងផ្អែកលើដុល្លារមិនពឹងលើនរណាម្នាក់នេះជាការចាប់ផ្ដើមនៃប្រព័ន្ធហិរញ្ញវត្ថុថ្មីរបស់ពិភពលោកអ្វីដែលយើងមិនធ្លាប់ឃើញនៅក្នុងមួយជីវិតរបស់យើងឡើយមាសមិនមែនត្រឹមតែជាលោហៈប៉ុណ្ណោះទេប៉ុន្តែវាជាសចនាករនៃទំនុកចិត្តរបស់មនុស្សជាតិហើយពេលនេះការទុកចិត្តនោះកំពុងតែធ្លាក់ដល់កម្រិតគ្រោះថ្នាក់ហើយយើងកំពុងស្ថិតនៅចំណុចផ្លាស់ប្ដូរដ៏ធំមួយនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោកការភ័យខ្លាចនេះគឺជាឱកាសមួយសម្រាប់មនុស្សដែលមើលឃើញវាមុនតើអ្នកគិតថាវិបត្តិដែលមាសកំពុងតែប្រមានយើងនឹងមកដល់ក្នុងទម្រង់ជាអ្វី